ในឆ្នាំនេះហើយនិយាយបានថាតាំងពីយើងចាប់ផ្ដើមពី2013មកដល់ពេលបច្ចុប្បន្នគឺមានរយៈពេល12ឆ្នាំហើយដែលក្នុងនោះអ្វីដែលជាប្រធានបទនៃអង្គរសង្គ្រាមឆ្នាំ2025ឬក៏ពុទ្ធសករាជឆ្នាំ2568ឈានចូលពុទ្ធសករាជ2569ក្នុងឱកាសនៃឆ្នាំម្សាញ់ចេញពីឆ្នាំរោងចូលមកឆ្នាំម្សាញ់នេះគឺយើងមានប្រធានបទគឺញញឹមសាទរសង្គ្រាមឆ្នាំថ្មីអង្គរសង្គ្រាមឆ្នាំថ្មីដែលក្នុងនោះគឺជាប្រធានបទដែលយើងយកដើម្បីរៀបចំនៃព្រឹត្តិការណ៍របស់យើងប្រកបណាស់ក្រោយពី12ឆ្នាំហើយគឺយើងត្រូវខំប្រឹងប្រែងរៀបចំធ្វើយ៉ាងណាឲ្យភាពតាក់ទាញនៅតែមាន excitement ភាពដែលមានប្រែប្រួលខុសពីលើកមុនដើម្បីធ្វើយ៉ាងណារត់តែប្រសើរឡើងដើម្បីតាក់ទាញនឹងការអញ្ជើញចូលរួមរបស់ពុកម៉ែមីមីងបងប្អូននៅក្នុងពេលនេះដែលបន្តិចទៀតគឺខ្ញុំសូមជូនវេទិកាទៅដល់អាយដាមសុខសប្បាយណាដើម្បីរីកាជូនថាចំណុចណាខ្លះយើងថែអាសាជាទម្រង់ដដែលចំណុចណាខ្លះយើងមានការកែសម្រួលទាំងទីតាំងតែលើកពីនោះថែមទៀតកម្មវិធីអ្វីខ្លះដែលមិនដែលមានពីមុនសោះនៅក្នុងក្របខ័ណ្ឌនៃអង្គរសង្គ្រាមពីឆ្នាំ2023គឺយើងរៀបចំខួប10ឆ្នាំតែនៅក្នុងឆ្នាំនេះគឺយើងនឹងរៀបចំជូនដើម្បីឲ្យមានភាពតាក់ទាញបន្ថែមតែទោះបីយ៉ាងណាក្តីគឺខ្ញុំសូមបញ្ជាក់ថាខេត្តសៀមរាបពិតជាអស្ចារ្យនឹងការទទួលនៃភាពសប្បាយរីករាយនៅក្នុងឆ្នាំ2025នេះដែលមានទាំងបរិយាពិធីផងហើយបន្តមកក្រោយបន្តថែមទៀតគឺនៅមានព្រឹត្តិការណ៍អង្គរសង្គ្រាមដែលយើងខ្ញុំពិតជាមានសារថាឆ្លៀតឱកាសនេះសូមថ្លែងអំណរគុណទៅដល់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីដោយនៅក្នុងឱកាសនៃការចែកសញ្ញាបត្រជូនទៅដល់សិស្សានុសិស្សពីសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍នៅក្នុងខេត្តសៀមរាបតែម្ដងគឺសម្ដេចបានប្រកាសហើយថាការរៀបចំនៃព្រឹត្តិការណ៍អង្គរសង្គ្រាមគឺនឹងរៀបចំនៅឆ្នាំ2025ដែលមានទ្រង់ទ្រាយធំជាងមុនបន្ថែមទៀតសូមអរគុណសម្ដេចដែលបានផ្ដល់ជំនឿទុកចិត្តសូមអរគុណសម្ដេចដែលបានផ្ដល់ការតម្រង់ទិសឲ្យយើងខ្ញុំរៀបចំហើយសូមថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតីដោយក្នុងអាណត្តិទី7ឆ្នាំ2025គឺជាលើកដំបូងអាចនិយាយបានថាឆ្នាំទី1នៃអាណត្តិទី7ដែលយើងរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាមហើយសម្ដេចមហាបវរក៏បានផ្ដល់ជាការឯកភាពក្នុងការចូលរួមបើកនៃពិធីអង្គរសង្គ្រាមផងដែរ